แต่บ้านកូនភាសាខ្មែរគឺអញ្ចឹងឯងប្រហុកផ្អកអីគឺអត់រំលងទេគឺចេះទាំងអស់ហ្មងម្ដាយក្មេកខ្ញុំគឺថាមួយថ្ងៃពិបាករនឹកតែរឿងធ្វើម្ហូបនឹងពីអ្នកកូនភាសានឹងគាត់យកមកអូនទៅលេងក្រៅបាត់ទៅខ្ញុំក៏ឆ្លៀតធ្វើម្ហូបពី3មុខអញ្ចឹងណាថ្ងៃហ្នឹងព្រោះរិសាគ្រួសារខ្ញុំគាត់ទៅធ្វើការបាត់ទៅអញ្ចឹងនៅតែពី3នាក់ម៉ាក់ក្មេកហើយកូនខ្ញុំអញ្ចឹងទៅហើយបងអូនស្រីនេះទល់មុខផ្ទះខ្ញុំនឹងគាត់យកប្រហុកខ្ទិះបែបខ្មែរមកឲ្យដល់ពេលអញ្ចឹងទៅខ្ញុំគាត់ថាប្រហែលជាម៉ាក់ក្មេកខ្ញុំនឹងគឺគាត់អត់ភាសាទេអញ្ចឹងប្រហែលជាខ្ញុំត្រូវឆាម្ហូបនឹងពី3មុខឲ្យគាត់អញ្ចឹងណាហើយខ្ញុំគឺខ្ញុំហូបម្ហូបខ្មែរហើយព្រោះខានហូបយូរហើយគាត់បញ្ចុកបាយកូនស្រីខ្ញុំគឺថាអូយកូនស្រីខ្ញុំអីក៏ញ៉ាំដែរអត់ចេះរើសទេហើយដល់ពេលធ្វើអីឆ្អិនអស់យកដាក់លើតុគាត់សាកទាំងអស់ហូបទាំងម្ហូបចិនហើយគាត់សាកនឹងប្រហុកខ្ទិះគាត់ថានឹងអីគេមើលទៅឈ្ងុយអញ្ចឹងណាហើយទៅគាត់ក៏សាកភ្លក់ដល់ពេលភ្លក់ទៅគាត់ហូបតែហ្មងទៅគាត់ថាឆ្ងាញ់ហើយប្រហុកខ្ទិះនឹងគឺឈ្ងុយមែនតើបងអូនស្រីនៅមុខផ្ទះនឹងគឺគាត់យកមកឲ្យមានទាំងជ្រលក់ចុចអីសពគ្រប់បែបយ៉ាងហ្មងថាឲ្យថាបានអីតិចតួចចាយគ្នាទៅវិញទៅមកអញ្ចឹងណាហើយតែនៅផ្ទះចិត្តគ្នាពេលអញ្ចឹងនេះខ្ញុំថាចូលចិត្តមែនតើឡងឆ្ងាញ់ហើយខានហូបយូរដូចថាធ្វើរបស់អញ្ចឹងវាចំណាយពេលយូរអញ្ចឹងណាតើមានគ្រឿងគ្រប់បានធ្វើឆ្ងាញ់អញ្ចឹងណាហើយគាត់ធ្វើឲ្យគឺចែកគ្នាម្នាក់បន្តិចយកមកហូបអញ្ចឹងណាហើយម៉ាក់ក្មេកខ្ញុំគាត់ចុចគ្រប់មុខត្រប់ផងតសក់ផងស្វ័យក្តោបផងហើយដល់ពេលអញ្ចឹងគាត់ហូបចឹងស្រួលបងប្អូនគាត់ថាក៏អត់រើសអើមកស្មីតែប្រហុកយើងគាត់ថារបស់ធំក្លិនអីចេះចិនគឺគាត់ថាធំក្លិនស្អុយដល់ពេលម្នាក់ដៃក្មេកខ្ញុំគាត់ថាអត់អីទេលីគ្រឿងលីអីចឹងទៅគឺឆ្ងាញ់អញ្ចឹងណាហើយខ្ញុំក៏ឆ្លៀតធ្វើជាទឹកផ្លែប៉ោមហើយបត្រាក្រហមហ្នឹងផឹកបន្តិចចឹងណាដោយសារខែត្រជាក់ចឹងខ្ញុំញ៉ាំតែរបស់ក្តៅបើមិនផឹកទឹកក្តៅទេផឹកទឹកប៉ោមទឹកសេរីឬក៏ជាប្រភេទទឹកបត្រាក្រហមចឹងណាវាស្រួលខ្លួនហើយក៏ឆ្លៀតបោះជូតផ្ទះបន្តិចទៅដោយសាររាល់ថ្ងៃនេះតែថាអត់បោះជូតមិនដឹងថាប្រឡាក់មកពីណាទេដោយសារកូនស្រីខ្ញុំមកគឺថាដើរបរិយពីផ្ទះដល់ពេលយើងអត់ជូតសម្អាតគឺពេញនឹងផ្ទះរៀបចំរាល់ថ្ងៃហើយខ្ញុំនេះមួយគាត់ថាផ្ទះតាប្រឡាក់ឬក៏ញ៉ាអីគឺខ្ញុំអត់ចេះនៅតែមានអារម្មណ៍ថាស្មុគស្មាញបើថាផ្ទះមើលទៅវារៀងស្រឡះរៀបចំអីរៀងគ្រាន់បើទៅគឺអារម្មណ៍យើងក៏ស្រស់ស្រាយតាមនឹងអញ្ចឹងណាគឺខ្ញុំត្រឡប់អញ្ចឹងហ្មងអត់ដឹងថាមិនដែរអញ្ចឹងបើថាឈលតអត់ធ្វើគឺអត់ធ្វើហើយតែបើថាធ្វើគឺរៀបចំទាំងអស់សូម្បីជាការចានឆ្នាំងក៏ដោយតាត្រូវតែលាងគឺលាងទៅត្រូវជូតឲ្យស្អស់បើសិនថាចូលឲ្យអត់ស្អាតគឺអត់ចូលទេក៏ឃើញគឺអត់ចូលហ្មងអត់ចង់ចូលទេអត់ចូលចិត្តអញ្ចឹងណាអានឹងត្រឡប់របស់យើងបើយើងត្រឡប់រស់នៅស្អាតការរស់នៅរបស់យើងអនាម័យល្អអញ្ចឹងណា